ក្នុងរាជវង្សសុងមានទីក្រុងអ៊ូអមួយដែលមានឈ្មោះថាអានហ្វូថោនមានប្រាសាទលីងយូដែលមានគ្រឿងក្រអូបខ្លាំងនៅក្នុងទីក្រុងប្រាសាទនេះត្រូវបានឧទ្ទិសដល់រូបសំណាកព្រះនៃទ្រព្យសម្បត្តិដែលត្រូវបានគេនិយាយថាមានប្រសិទ្ធភាពខ្ពស់ទាក់ទាញអ្នកធ្វើធម្មយាត្រាមកពីទូទាំងពិភពលោកដូចជាអ្វីដែលគេហៅថាមនុស្ស10នាក់ដុតធូបនិងទ្រព្យសម្បត្តិ9រសជាតិមនុស្សភាគច្រើនដែលមកទីនេះដើម្បីដុតធូបបួងសួងដល់ព្រះនៃទ្រព្យសម្បត្តិដើម្បីធ្វើឲ្យខ្លួនគេក្លាយជាអ្នកមានបុរសម្នាក់ឈ្មោះវ៉ាងអ៊ឺនៅក្រុងអានហ្វូភាពខ្ជិលច្រអូសនៅថ្ងៃធ្វើការអាចបរិភោគបាននឹងខ្ជិលប៉ុន្តែខ្ញុំសុបិនចង់ក្លាយជាអ្នកមានពេញមួយថ្ងៃខ្ញុំបានឮថាព្រះនៃទ្រព្យសម្បត្តិនៃប្រាសាទលីងយូមានប្រសិទ្ធភាពណាស់គាត់ក៏បានចូលរួមជាមួយកងទ័ពនៃការដុតធូបនិងស្វែងរកទ្រព្យសម្បត្តិថ្ងៃនេះព្រះរាជាយាងមកដល់ប្រាសាទលីងយូតាំងពីព្រលឹមគាត់បានដាក់សួយសារអាករនៅចំពោះមុខព្រះនៃទ្រព្យសម្បត្តិទៀនធូបស្រាលបន្ទាប់មកលុតជង្គង់ដៃរួមគ្នាមាត់សូត្រធម៌ព្រះនៃទ្រព្យសម្បត្តិព្រះនៃទ្រព្យសម្បត្តិសូមប្រទានពរដល់ខ្ញុំនឹងធ្វើឲ្យមានសំណាងសូមឲ្យខ្ញុំរស់នៅក្នុងផ្ទះធំមួយបរិភោគអាហារឆ្ងាញ់នៅលើភ្នំរៀបការជាមួយភរិយាដ៏ស្រស់ស្អាតដរាបណាអ្នកធ្វើឲ្យខ្ញុំក្លាយជាអ្នកមានខ្ញុំប្រកាសជាមកដុតធូបសម្រាប់អ្នករាល់ថ្ងៃនាពេលអនាគតហើយគាត់បានជិះទូកថ្ងាសខ្ញុំហៀបនឹងគោះកាបូបបន្ទាប់ពីដុតធូបវ៉ាងអេបានវិលត្រឡប់ទៅផ្ទះវិញដោយការទន្ទឹងរង់ចាំខ្ញុំគិតថាព្រះនៃទ្រព្យសម្បត្តិនឹងធ្វើឲ្យគាត់ក្លាយជាអ្នកមានឆាប់នេះប៉ុន្តែថ្ងៃកន្លងផុតទៅជីវិតរបស់គាត់នៅតែមិនផ្លាស់ប្ដូរនៅតែកន្ត្រាក់មិនល្អវ៉ាង20ខឹងខ្លាំងណាស់ខ្ញុំគិតថាព្រះនៃទ្រព្យសម្បត្តិមិនមានប្រសិទ្ធភាពតតែសោះព្រះនៃទ្រព្យសម្បត្តិណាដែលមានប្រសិទ្ធភាពគឺជាការកុហកខ្ញុំបានអង្វរគាត់យ៉ាងខ្លាំងគាត់មិនបានប្រទានពរដល់ខ្ញុំតតែសោះវ៉ាងអ៊ឺនិយាយដោយកំហឹងដូច្នេះគាត់បានសម្រេចចិត្តមិនទៅប្រាសាទលីងយូដើម្បីដុតធូបម្ដងទៀតក្នុងពេលដំណើរគ្នាក៏មានបុរសម្នាក់ឈ្មោះចាងសាននៅអានហ្វូថោនផងដែរចាងសានមានចិត្តល្អនិងទៀងត្រង់មានប្រយោជន៍ទោះបីគ្រួសារមិនមានទ្រព្យសម្បត្តិក៏ដោយប៉ុន្តែគាត់តែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីជួយអ្នកដទៃខ្ញុំបានឃើញអ្នកជិតខាងខ្ញុំមានបញ្ហាគាត់នឹងស្ម័គ្រចិត្តផ្ដល់អាហារនិងសម្លៀកបំពាក់នៅពេលគាត់ជួបកុមារដែលបាត់បង់គាត់នឹងជួយស្វែងរកគ្រួសាររបស់គាត់ដោយអត់ធ្មត់នៅពេលដែលចាងសានកំពុងធ្វើដំណើរទៅកាន់ទីផ្សារខ្ញុំបានឃើញបុរសចំណាស់ម្នាក់ដួលទៅនឹងដីគាត់ប្រញាប់ប្រញាល់ជួយបុរសចំណាស់ឡើងហើយសួរអំពីមនុស្សចាស់វាប្រែថាបុរសចំណាស់មកពីទីរងបាត់បង់ដោយចៃដន្យហើយនាងក៏មិនស្រួលខ្លួនដែរចាងសានបាននាំបុរសចំណាស់ទៅមន្ទីរពេទ្យក្បែរនោះដោយមិននិយាយអ្វីទាំងអស់សូមប្តីរបស់អ្នកព្យាបាលមនុស្សចាស់ខ្ញុំក៏បានជួយមនុស្សចាស់បង់ថ្លៃវាបុរសចំណាស់មានអំណរគុណណាស់ចំពោះចាងសាននិយាយទៅគាត់បុរសវ័យក្មេងអ្នកជាមនុស្សល្អបែបនេះមនុស្សល្អនឹងទទួលបានរង្វាន់ចាងសានញឹមហើយឆ្លើយថានេះជាអ្វីដែលខ្ញុំគួរធ្វើកុំបារម្ភអំពីវាបន្ទាប់ពីមួយរយៈជីវិតរបស់ចាងសានមិនបានផ្លាស់ប្ដូរតាមរបៀបជាក់លាក់ណាមួយឡើយប៉ុន្តែគាត់នៅតែទូចឲ្យធ្វើអំពើល្អថ្ងៃមួយអ្នកជំនួញអ្នកមានម្នាក់បានឆ្លងកាត់ទីក្រុងអានហ្វូព្រោះខ្ញុំពេញចិត្តចំពោះភាពសប្បុរសនិងភាពស្មោះត្រង់របស់ចាងសានសម្រាប់ចិត្តធ្វើជំនួញជាមួយគាត់ឈ្មោះអ្នកមានផ្ដល់ដើមទុននិងទំនិញចាងសានទទួលខុសត្រូវលើការគ្រប់គ្រងអាជីវកម្មព្រោះចាងសានស្មោះត្រង់និងគួរឲ្យទុកចិត្តមានចិត្តល្អអាជីវកម្មកំពុងរីកចម្រើនឆាប់នេះគាត់ក៏ប្រមូលបានទ្រព្យសម្បត្តិជាច្រើនបន្តិចម្ដងហើយវ៉ាងអ៊ឺឃើញថាចាងសានរកលុយបានច្រើនណាស់ណាស់ហេតុអ្វីបានជាគាត់គួរតែក្លាយជាអ្នកមានវាគ្មានប្រយោជន៍ទេសម្រាប់ខ្ញុំក្នុងការស្នើសុំព្រះនៃទ្រព្យសម្បត្តិគាត់ពិតជាមានសំណាងណាស់វ៉ាងអេកាន់តែគិតអំពីវាកាន់តែខឹងគាត់ក្លាយជាសម្រេចចិត្តទៅចាងសានហើយសួរចាងសានតើអ្នកក្លាយជាអ្នកមានយ៉ាងដូចម្ដេចតើមានអាចកំបាំងទេវ៉ាងអ៊ឺសួរដោយទឹកមុខមិនសប្បាយចិត្តចាងសានឆ្លើយតបដោយស្នាមញឹមវ៉ាងអេតើអ្វីទៅជាអាចកំបាំងខ្ញុំតែងតែទូចចង់ធ្វើអំពើល្អនិងជួយអ្នកដទៃប្រហែលជាសេចក្តីសប្បុរសរបស់ខ្ញុំបានទទួលរង្វាន់វ៉ាងអ៊ឺនិយាយដោយមើលងាយអ្វីដែលល្អគឺរង្វាន់ខ្ញុំមិនជឿទេខ្ញុំក៏ធ្វើអំពើល្អដែរចាំមើលថាតើយើងអាចក្លាយជានកមានបានទេដូច្នេះវ៉ាងអ៊ឺចាប់ផ្ដើមធ្វើពុតធ្វើអំពើល្អគាត់បានឃើញអ្នកសុំទាននៅតាមផ្លូវគ្រាន់តែបោះកាក់ស្ពាន់ពីរបីបន្ទាប់មកនិយាយឲ្យខ្លាំងខ្ញុំក៏ធ្វើអំពើល្អដែរគាត់ក៏បានបង្ហាញចិត្តនៃសប្បុរសនិងក្តីសង្ឃឹមរបស់គាត់នៅចំពោះមុខអ្នកដទៃអ្នកអាចក្លាយជាអ្នកមានប៉ុន្តែវ៉ាងអ៊ឺធ្វើអំពើល្អគ្រាន់តែដើម្បីក្លាយជាអ្នកមានមិនស្មោះត្រង់អាកប្បកិរិយារបស់គាត់ត្រូវបានគេមើលឃើញភ្លាមមនុស្សគ្រប់គ្នាស្អប់ខ្ពើមគាត់ណាស់អាជីវកម្មរបស់គាត់ក៏មិនបានកើនឡើងដែរនៅតែក្របន្ទាប់ពីមួយរយៈ0-4បានមកជាព្រះសង្ឃដ៏ល្បីល្បាញព្រះសង្ឃបានអំពីវ៉ាងអេនិងចាងសានបានសម្រេចចិត្តធ្វើឲ្យវង្វេងស្មារតីវ៉ាងអេថ្ងៃមួយព្រះសង្ឃបានរកឃើញវ៉ាងអ៊ឺហើយនិយាយទៅកាន់គាត់ថាអ្នកទទួលផលតើអ្នកដឹងទេថាមនុស្ស10នាក់ដុតធូបអស់រយៈពេលជាយូរមកហើយដើម្បីរកលុយតើអ្នកដឹងពីអត្ថន័យនៃឃ្លាពីភាពល្អយ៉ាងដូចម្ដេចវ៉ាងអេបានគ្រវីក្បាលហើយនិយាយថាខ្ញុំមិនដឹងទេ
ខ្ញុំបានទៅប្រាសាទលីងយូដើម្បីដុតធូបយ៉ាងច្រើនហើយបានសុំព្រះនៃទ្រព្យសម្បត្តិធ្វើឲ្យខ្ញុំក្លាយជាអ្នកមានប៉ុន្តែវាគ្មានប្រយោជន៍ទេចាងសានរកលុយបានបន្ទាប់ពីធ្វើអំពើល្អពីរបីវាអយុត្តិធម៌ណាស់ព្រះសង្ឃខ្ញុំហើយនិយាយថាលោកផុនរនអ្នកឃើញតែបាទទៅพูดផ្ទៃប៉ុណ្ណោះប៉ុន្តែខ្ញុំមិនយល់ពីមូលហេតុចាងសានធ្វើអំពើល្អចេញពីភាពស្មោះត្រង់សេចក្តីសប្បុរសនិងសេចក្តីស្មោះត្រង់របស់គាត់ទទួលបានការទុកចិត្តនិងការគោរពពីអ្នកដទៃដូច្នេះអ្នកមានឱកាសក្លាយជាអ្នកមានហើយអ្នកធ្វើល្អសម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួនវាមិនស្មោះត្រង់ទេអំពើសប្បុរសបែបនេះនឹងមិនទទួលបានរង្វាន់ទេវ៉ាងអឺបានគិតយ៉ាងជ្រាលជ្រៅបន្ទាប់ពីស្ដាប់សម្ដីរបស់ព្រះសង្ឃគាត់ចងចាំរាល់សកម្មភាពមុនរបស់គាត់មានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់ព្រះសង្ឃខ្ញុំយល់ខ្ញុំលោភលន់ពេកតែងតែស្វែងរកអ្វីមួយដោយគ្មានអ្វីសោះខ្ញុំប្រកាសជាធ្វើអំពើល្អនិងជួយអ្នកដទៃដោយអស់ពីចិត្តនាពេលអនាគតវ៉ាងអឺបាននិយាយដោយស្មោះត្រង់ព្រះសង្ឃដ៏ល្បីល្បាញបានមកក្បាលហើយនិយាយថាវាជាការល្អដែលម្ចាស់ជំនួយអាចយល់ពីការពិតនេះដរាបណាអ្នកទូចចង់ធ្វើល្អទ្រព្យសម្បត្តិនឹងមករកអ្នកដោយធម្មជាតិចាប់តាំងពីពេលនោះមកវ៉ាងអឺពិតជាបានផ្លាស់ប្ដូរខ្លួនឯងគាត់ចាប់ផ្ដើមធ្វើការនៅលើផែនដីប៉ុន្តែក៏ជួយអ្នកដទៃយ៉ាងពិតប្រាកដដែរខ្ញុំឃើញថាកូនអ្នកចិត្តខាងខ្ញុំមានលុយទៅសាលារៀនទេគាត់នឹងស្ម័គ្រចិត្តសន្សំប្រាក់របស់គាត់ដើម្បីឧបត្ថម្ភដល់មនុស្សដែលពួកគេមានបញ្ហាជាមួយគាត់នឹងមិនស្ទាក់ស្ទើរក្នុងការផ្ដល់ជំនួយពេលវេលាកន្លងផុតទៅសេចក្តីសប្បុរសនិងការខិតខំរបស់វ៉ាងអេត្រូវបានមនុស្សគ្រប់គ្នាទទួលស្គាល់គាត់បានបង្កើតមិត្តភ័ក្តិជាច្រើនអាជីវកម្មកំពុងកើនឡើងជីវិតរបស់គាត់កាន់តែប្រសើរឡើងទ្រព្យសម្បត្តិក៏កំពុងកើនឡើងដែរហើយចាងសាននៅតែរក្សាភាពសប្បុរសនិងភាពស្មោះត្រង់របស់គាត់បានប្រើទ្រព្យសម្បត្តិរបស់គាត់ដើម្បីជួយមនុស្សកាន់តែច្រើនទីក្រុងអានហ្វូថោនកាន់តែមានភាពចុះសម្រុងនេះនឹងស្រស់ស្អាតក្រោមឥទ្ធិពលរបស់ពួកគេទីបំផុតវ៉ាងអេរយល់ថាមនុស្សជាតិដុតធូបអស់រយៈពេល